អាកាសធាតុត្រជាក់បានវាយប្រហារកូរ៉េខាងត្បូងខណៈដាច់អគ្គិសនីធ្វើឲ្យមនុស្សរាប់រយនាក់គ្មានប្រព័ន្ធកម្ដៅការដាច់ចរន្តអគ្គិសនីនៅក្នុងតំបន់សំខាន់ជាច្រើននៅទីក្រុងស៊ីលអ៊ូលបានធ្វើឲ្យគ្រួសាររាប់រយគ្រួសារគ្មានប្រព័ន្ធកម្ដៅដែលនាំឲ្យប្រជាពលរដ្ឋរស់នៅក្រោមសីតុណ្ហភាពត្រជាក់ខ្លាំងខណៈដែលរលកកម្ដៅត្រជាក់កាន់តែខ្លាំងបានគ្របដណ្ដប់ពីពេញឧទ្វីបកូរ៉េយោងតាមរដ្ឋបាលអូតូនិយមកូរ៉េបានឲ្យដឹងថាសីតុណ្ហភាពនៅថ្ងៃអាទិត្យទី25ខែមករាឆ្នាំ2026នេះគឺត្រជាក់ជាងថ្ងៃមុនដោយសីតុណ្ហភាពទីបំផុតនាពេលព្រឹកគឺប្រហែលដល់10អង្សាសេនៅទូទាំងប្រទេសហើយខ្យល់ខ្លាំងបានធ្វើឲ្យកាន់តែចុះត្រជាក់បន្ថែមទៀតនៅរដ្ឋធានីសេលអ៊ូសីតុណ្ហភាពទីបំផុតនាពេលព្រឹកបានចុះដល់11អង្សាសេអាកាសធាតុត្រជាក់ត្រូវបានគេព្យាករណ៍ថានឹងបន្តរហូតពាក់កណ្ដាលសប្តាហ៍ក្រោយដោយសីតុណ្ហភាពនាពេលព្រឹកនៅក្នុងតំបន់ជាច្រើនរបស់ប្រទេសនៅតែមានកម្រិតជិតដល់10អង្សាសេទីភ្នាក់ងារអាកាសធាតុបានជំរុញឲ្យមានការប្រុងប្រយ័ត្នបន្ថែមទៀតដោយណែនាំឲ្យមនុស្សចាស់និងកុមារតូចៗដែលមានប្រព័ន្ធភាពស៊ាំចុះខ្សោយឲ្យជៀសវាងការមានសកម្មភាពក្រៅផ្ទះតាមដែលអាចធ្វើទៅបាននិងថែរក្សាសុខភាពរបស់ពួកគេក្នុងអំឡុងសីតុណ្ហភាពចុះត្រជាក់និងមានរយៈពេលយូរ